ជំរាបសួរពូពូមានឈ្មោះអីដែរពូឈ្មោះយើងច័ន្ទពូបាទហើយពូមានបញ្ហាឈឺអីគេដែរពូមានបញ្ហាឈឺថាដូចតែតាគៀកយើងខាងស្ដាំដើរអត់រួចបាទមុនមកព្យាបាលណាហ្នឹងហើយបាទមានការស្រុតមកខាងអត់មានកម្លាំងដល់ពេលពូឈឺជើងដើររួចអញ្ចឹងតែមានភ័យព្រួយថាថ្ងៃក្រោយទៅដើរឡើងរួចទេគឺកាលដែលមិនទាន់បានមកព្យាបាលក៏មានការភ័យព្រួយដែរព្រោះព្យាបាលពេទ្យប្រហែលនេះហើយវាអត់ត្រូវបាទតែមកជួបកន្លែងគ្រូយើងផ្សេងចាក់ដៃហ្នឹងគឺវាមានខ្ញុំនេះតែអាចដើរបានវិញចឹងបាទហើយគូព្យាបាលមកប្រហែលជារួមទៅប្រហែលជាមួយខែ10ថ្ងៃគឺមានបានផលច្រើនដែលអាចដើរបានទៅបាទដូចមានកម្លាំងជើងដើរមកវិញបានចុះពូព្យាបាលរយៈពេលប្រហែលថ្ងៃទើបដឹងលទ្ធផលប្រែប្រួលដូចជាប្រហែលជាមើលរយៈពេលពោះជំងឺគូធ្ងន់ដែរប្រហែលជារយៈពេលប្រហែលជាជិតនឹងមួយខែដែរបានអាចដឹងលទ្ធផលឥឡូវបានរួមទៅមួយខែកន្លះខែកន្លះហ្នឹងគឺបានផលអាចដើរបានដោយលេងដៃទីជួយច្រត់បានបាទអាចហើយជើងក៏មានកម្លាំងឡើងវិញអាចដើរបានចុះពេលដែលថាពូមកព្យាបាលហ្នឹងព្រោះអីមានអ្នកជំងឺខ្លះក៏ថាការព្យាបាលអញ្ចឹងយកអ្នកជំងឺយកមកសម្ភារដើម្បីអូសទាញអ្នកជំងឺផ្សេងអញ្ចឹងណាពូមានដែលមានកំណត់គិតអញ្ចឹងម៉េចដូចជាអត់មានទេគឺថានិយាយរួមទៅយើងនិយាយថាអ្វីដែលចាត់ស្ដែងណាតែពូបានទទួលមកព្យាបាលកន្លែងនេះគឺថាគឺអត់មានអ្នកនាំអីចឹងផងតែយើងមើលចិត្តដៃរបស់យើងអាចឃើញមិនគឺយើងថាអញ្ចឹងនេះពូឲ្យផ្ទាល់តែពូបានទទួលការព្យាបាលពីលោកគ្រូប្រទេសមកគឺបានផលច្រើនវាយឺតបន្តិចព្រោះពូទទួលស្គាល់ពូចាស់ហើយបាទចាស់ហើយទៅអ្វីវាសេលរបស់យើងវាមិនដូចក្មេងហ្នឹងហើយបាទយើងទទួលបានតែហ្នឹងហើយពូក៏ទទួលបានតែក្នុងមួយថ្ងៃវារៀងទៅបានតែផលឡើងបន្តិចបាទពូពេញចិត្តនឹងផលប្រយោជន៍ដែលអាចទៅតាមមកឆ្នាំហ្នឹងបាទហ្នឹងហើយព្រោះឲ្យដោយសារមានអ្នកជំងឺខ្លះគាត់ធ្លាប់ព្យាបាលច្រើនកន្លែងគាត់អស់លុយច្រើនអញ្ចឹងណាគាត់មានតែពេលគាត់មកព្យាបាលគ្រូជាច្រើនហើយគាត់អស់សង្ឃឹមក្នុងការព្យាបាលដល់ពេលការព្យាបាលទៅគាត់ខ្លាចអស់លុយបន្តទៀតអញ្ចឹងណាខ្លាចបាក់ចាញ់បោកពីមុនហើយពីមុនទៀតអញ្ចឹងណាហ្នឹងហើយអត់អីសម្រាប់ពូពេញចិត្តដូចថាដែលទទួលការព្យាបាលមកគឺថាទោះបីយឺតយ៉ាវបន្តិចមែនតែក៏ពេញចិត្តថាគឺវាបានលទ្ធផលទៅមុខជាបន្តបន្ទាប់បាទសប្តាហ៍ថ្ងៃសូមតែយើងគេងក៏គេងលក់បានដោយសារវាអត់ឈឺទៅយើងញាក់ឡើងដឹងថាយើងជួបផ្សេងមកបាទសប្បាយបាទអញ្ចឹងជាចុងក្រោយពូមានពាក្យអីផ្ដាំផ្ញើសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានបញ្ហាឈឺដូចពូដែរក៏ផ្ដាំផ្ញើថាកន្លែងយើងលោកគ្រូនេះគឺថាយើងព្យាបាលទុកដូចជាគ្រូពេទ្យទៅដែរគាត់ថាបើសិនជាយើងរៀនក្មេងឆាប់ជាបើរឿងចាស់បន្តិចទៅប្រើពេលវេលាបន្តិចប៉ុណ្ណឹងឯងបាទហើយយើងក៏ទៅពេញទទួលបានអ្វីដែលយើងដែលគួរជឿចាស់ហើយដូចពូចឹងអាយុ68ពូទទួលបានវាមិនដូចក្មេងគេបានមក4ថ្ងៃគេឡាពូក្នុងមួយខែទៀតពូទទួលលទ្ធផលឲ្យបានយឺតបន្តិចហ្នឹងហើយតែក៏អូខេក៏បានអូអីអ្នកខ្លះគាត់ថាគាត់ខ្លាចចំណាយលុយព្យាបាលទៅព្យាបាលអត់ជាអញ្ចឹងពូដែរមានអារម្មណ៍បែបហ្នឹងឯងវាសម្រាប់អ្នកដទៃពូមិនដឹងទេតែសម្រាប់ពូអត់គិតចឹងទេព្រោះពូដូចថាការព្យាបាលនេះយើងគឺថាវាបានលទ្ធផលទៅអីលុយបន្តិចតែលុយក៏មិនជាច្រើនណាលុយលុយបន្តិចតក់តែទេបាទណាពូបានទៅរកពេទ្យកន្លែងមន្ទីរពេទ្យឲ្យវាកាត់ឲ្យពូអត់ហ៊ានវាប្រើលុយច្រើនឥឡូវគឺថាកន្លែងប្រើលុយដែរក៏តែប្រើតិចបន្តិចគឺតាមលទ្ធភាពពូដែលមានណាហ្នឹងហើយនេះហើយពូអាចទទួលបានការតាមកម្លាំងភាពដែលមានអាចធ្វើបានក្នុងមួយអាទិត្យអស់ហើយវាប្រហែលអាទិត្យអស់ហើយជា$70ជាងប៉ុណ្ណឹងហ្នឹងហើយឥឡូវដល់ពូដោយសារពូធ្លាប់ព្យាបាលពីមុនមកគេថាតតវះកាត់បានជាសះស្បើទៅអត់ហ្នឹងហើយឥឡូវពូបានព្យាបាលខាងគ្រូពិសិដ្ឋស្ដេចស័យហើយគឺព្យាបាលដោយជាដល់មិនចាំបាច់ធ្វើការវះកាត់ទេហ្នឹងហើយកន្លែងឆ្អឹងរបស់យើងដែលលានហ្នឹងសឹកមើលទៅដូចជាល្អឡើងវិញវាបាត់ឈឺហើយក៏គាត់ថាវាមិនបានទាន់100%ទេក៏បានតែជា50ទៅ70%ហើយដែលហ្នឹងហើយបាទថ្ងៃនេះអញ្ចឹងដើម្បីឲ្យមានការជឿជាក់សូមលេខទូរស័ព្ទពូមួយមកបាទលេខទូរស័ព្ទរបស់ពូគឺ092 51
8 1 7 10 បាទបាទ បាទ អញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាបើសិនជាពុកម៉ែបងប្អូនចង់មកធ្វើការព្យាបាលនៅខាងគ្រូពិសិដ្ឋស្ដេចអាស័យគឺយើងមានទីតាំងគឺនៅក្រៅសាលសំណង់12ផ្លូវ257បាទ នេះអូនមើលឆ្នាំនេះគឺឆ្នាំចិនខ្សែទៅគឺអាចញ៉ាំគឺខ្ញុំអត់មានប៉ះពាល់ដល់កាពះហើយអូនញ៉ាំទៅគេងលក់បានហើយកាពះក៏អត់ទៅទុកដែរណា បាទបាទ តែពូញ៉ាំឆ្នាំនេះមកចំនួនប្រហែលជាមើល6អាទិត្យហើយណាគឺអាចបានលទ្ធផលច្រើនមួយនេះចឹង បាទហ្នឹងហើយអរគុណសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់មកព្យាបាលគឺអាចអញ្ជើញមកទីតាំងខាងគ្រូពិសិដ្ឋស្ដេចអាស័យគឺយើងមានទីតាំងនៅក្រៅសាលសំណង់12ផ្លូវ257តែលេខ23ដោយយើងធ្វើការព្យាបាលអ្នកជំងឺដែលគៀបសរសៃចង្កេះដើរអត់រួចដោយមិនចាំបាច់ធ្វើការវះកាត់ទេបាទ បើសិនជាមិនសង្ស័យយ៉ាងណាឲ្យអាចតាក់ទងមកលេខទូរស័ព្ទរបស់ពូតែឲ្យទៅមិញហ្នឹងបានពូទៅណែនាំបានតាមដែលការពិតនោះណា ហ្នឹងហើយពូឲ្យសុំលេខម្ដងទៀតមកកុំឲ្យគេបបាក់ 092 51 81 7គុណ បាទបាទនឹងអរគុណពូដែលបានផ្ដល់នៅព័ត៌មានពិតជាក់ស្ដែងដែលបានធ្វើការព្យាបាលនៅខាងគ្រូពិសិដ្ឋស្ដេចអាស័យគឺបានធូរនឹងបានជាសះស្បើយដល់មិនចាំបាច់ធ្វើការវះកាត់បានសូមអរគុណសូមជម្រាបលាបាទសូមអរគុណពូបាទ